Hi everyone, nice to see you again. Now let's translate three more useful everyday English idiom with me. And the first idiom is or means informal. Used to advise somebody not to do something when you think they will do it despite your advice. Informal. Used to advise somebody not to do something when you think they will do it despite your advice អញ្ចឹង idiom មួយហ្នឹងគឺប្រើនៅក្នុងភាសានិយាយការនិយាយអឺត្រូវបានប្រើប្រាស់ដើម្បីទូន្មាននរណាម្នាក់ឬក៏ជាឲ្យយោបល់ទៅនរណាម្នាក់មិនឲ្យធ្វើអ្វីមួយនៅពេលដែលអ្នកគិតថាគេនឹងធ្វើវាទោះបីថាអ្នកឲ្យយោបល់ក៏ដោយទោះបីជាអ្នកឲ្យយោបល់ក៏ដោយអញ្ចឹងអឺយើងប្រើដើម្បីអឺទូន្មានឬក៏ឲ្យជាប្រឹក្សាយោបល់ទៅនរណាម្នាក់ថាកុំធ្វើវាអីប៉ុន្តែយើងខ្លួនឯងក៏យើងដឹងដែរថាទោះបីយើងប្រាប់អញ្ចឹងក៏នៅតែធ្វើដែរដែរហ្នឹងណាអញ្ចឹង that idiom means គេយើងប្រែទៅអស់សិនមក call her if you like but don't blame me if she's angry call her if you like but don't blame me if she's angry អូខេ ទេទៅទេទៅក៏ទៅបើសិនបើអ្នកចង់